សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបានសន្យាជាច្រើនដងមកហើយថានឹងចែករំលែកពីសកម្មភាពចារកម្មរបស់ប្រទេសអ៊ីស្រាអែលគឺគេមានឈ្មោះហៅថាក្រុមម៉ូសាដដែលបានរៀបចំផែនការយ៉ាងលម្អិតដែលឈានទៅដល់ការដែលអ៊ីស្រាអែលអាចបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រគឺព្រឹកព្រលឹមស្រាងតែម្ដងវាប្រហារទៅលើប្រទេសអ៊ីរ៉ង់តាំងពីពេលដែលមេតបរបស់អ៊ីរ៉ង់មួយចំនួនប្រជាពលរដ្ឋមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់នោះមិនទាន់តែងើបពីគេងផងហើយវាជាប្រតិបត្តិការមួយដែលគេចាត់ទុកថាជាប្រតិបត្តិការដែលស្រដៀងគ្នានឹងប្រតិបត្តិការដែលអ៊ុយក្រែនបានរៀបចំដើម្បីវាយប្រហារទៅលើយន្តហោះផ្ទុកនុយក្លេអ៊ែររបស់រុស្ស៊ីដោយមិនឲ្យដឹងខ្លួនជាមុនដែរដូច្នេះខ្ញុំសូមចែករំលែកនៅអ្វីដែលខាងសារព័ត៌មាន Washington Post បានស្រាវជ្រាវហើយខ្ញុំបកប្រែដើម្បីជាចំណេះដឹងដល់ប្រិយមិត្តទាំងអស់គ្នាគឺការកំណត់គោលដៅលើមេដឹកនាំនិងទីតាំងរសើបគឺពឹងផ្អែកទៅលើការធ្វើឲ្យមានសកម្មនៅក្រមស៊ើបការសម្ងាត់និងអាវុធដែលយកទៅដាក់ទីតាំងជាមុនគឺមានការយកអាវុធទៅដាក់ទីតាំងជាមុននិងសមត្ថភាពផ្សេងៗទៀតដែលបានយកទៅដាក់ហើយសម្ងំទុកយ៉ាងយូរនៅពេលដែលយន្តហោះអ៊ីស្រាអែលកំពុងធ្វើដំណើរឆ្លងកាត់លើមេឃឆ្ពោះទៅកាន់ទីតាំងនុយក្លេអ៊ែរនិងទីតាំងយោធាក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះគឺក្រុមមេបញ្ជាការសម្ងាត់វងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធនិងគ្រឿងផ្ទុះដែលលាក់ទុកក្នុងយានជំនិះទាំងនោះបានហោះចេញពីកន្លែងលាក់ខ្លួនយ៉ាងជ្រៅក្នុងប្រទេសអ៊ីរ៉ង់ហើយធ្វើដំណើរឆ្ពោះទៅកាន់គោលដៅដែលកំពុងតែគេងលក់នៅឡើយក្នុងចំណោមគោលដៅទាំងនោះមានមេបញ្ជាការយោធាអ្នកបញ្ជាសាស្ត្រនុយក្លេអ៊ែរនិងមេដឹកនាំនៃកងឆ្មាំបដិវត្តន៍ដ៏ឆ្នើមរបស់អ៊ីរ៉ង់ដែលភាគច្រើននៃពួកគេគឺនៅតែកំពុងដេកនៅលើគ្រែរបស់ពួកគេនៅក្នុងផ្ទះរបស់ពួកគេនៅឡើយនេះបើយោងតាមមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែលដែលបានដឹងអំពីប្រតិបត្តិការដែលបានផ្ដល់ព័ត៌មានលម្អិតដែលមិនបានផ្សព្វផ្សាយពីមុនមកឲ្យកាសែត Washington Post បានដឹងនៅពេលថ្ងៃចាប់ផ្ដើមរះឡើងគឺសមាជិកជាន់ខ្ពស់នៃក្រុមមេដឹកនាំរបស់អ៊ីរ៉ង់និងអិសរាជជនសំខាន់ដែលមានចំណេះដឹងខាងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះបានបាត់បង់ជីវិតក្នុងករណីខ្លះគឺជាក់ស្ដែងតែម្ដងគឺបណ្ដាលមកពីយន្តហោះ drone ដែលគ្មានមនុស្សបើកហើយផ្ទុកជាផ្ទុះនៅក្នុងនោះឬឧបករណ៍ផ្សេងទៀតដែលបានបំផ្ទុះនៅតាមរននានានៅជ្រុងអគារដែលពួកគេស្នាក់នៅនិងកន្លែងផ្សេងទៀតនៅចំកណ្ដាលទីក្រុងតេហ៍រ៉ង់ដែលជារដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ក្រុមមន្ត្រីបាននិយាយថាប្រតិបត្តិការមួយដែលត្រូវបានគេដាក់ឈ្មោះថា Rising Lion ឬក៏យើងហៅថាខ្លាឬក៏តោដែលកំពុងតែងើបឡើងដែលធ្វើប្រតិបត្តិការដោយរដ្ឋាភិបាលអ៊ីស្រាអែលគឺពឹងផ្អែកទាំងសងទៅលើសកម្មភាពនៃក្រុមស៊ើបការសម្ងាត់ឃ្លាំងផ្ទុកអាវុធដែលយកមកលាក់ទុកជាមុនគឺអាវុធជាច្រើនដែលយកមកលាក់ទុកជាមុននិងកងកម្លាំងផ្សេងទៀតដែលបានលាក់ខ្លួននៅក្នុងទឹកដីអ៊ីរ៉ង់អស់រយៈពេលជាច្រើនសប្តាហ៍ឬជាច្រើនខែគឺកម្លាំងទាំងអស់នោះទៅបង្កប់នៅក្នុងទឹកដីរបស់អ៊ីរ៉ង់ជាយូរមកហើយមន្ត្រីសន្តិសុខផ្ទាល់របស់អ៊ីស្រាអែលបាននិយាយថាការសម្លាប់ដោយមានគោលដៅកំណត់ច្បាស់លាស់គឺជាផ្នែកមួយនៃរលកទី1នៅក្នុងផែនការវាយប្រហារដែលត្រូវបានរៀបចំឡើងដើម្បីសម្លាប់អ្នកសម្រេចចិត្តនៅក្នុងកងឆ្មាំបដិវត្តន៍និងរបបរបស់អ៊ីរ៉ង់ខណៈដែលពួកគេស្ថិតនៅក្នុងកន្លែងដែលខាងអ៊ីស្រាអែលបានដឹងយ៉ាងច្បាស់ក្នុងចំណោមអ្នកដែលត្រូវបានគេសម្លាប់ក្នុងដំណាក់កាលបើកឆាកពេលនោះយើងបានដឹងហើយតាមសេចក្តីរាយការណ៍នានាគឺមានឧត្តមសេនីយ៍តូម៉ូហាមេតបាក់ហ្គរីលោកជាមេបញ្ជាការយោធាអ៊ីរ៉ង់លោកជាអគ្គមេបញ្ជាការមួយទៀតគឺឧត្តមសេនីយ៍តូហ៊ូសែនសាឡាមីលោកជាអគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ដែលជាកងកម្លាំងដ៏ឆ្នើមរបស់អ៊ីរ៉ង់និងលោកម៉ូហាមេតមេឌីថេរ៉ាន់ជីអ្នករូបវិទ្យានិងជាប្រធាននៃសាកលវិទ្យាល័យ Islamic Azad ក្នុងទីក្រុងអ៊ីរ៉ង់គឺក្រោយមកយើងបានដឹងថាមេបញ្ជាការរហូតដល់4នាក់ដែលនៅកំពូលបានស្លាប់ហើយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររហូតដល់ទៅ9នាក់ឯណោះបានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារវាយឆ្មក់របស់អ៊ីស្រាអែលនៅវគ្គដំបូងបើតាមមន្ត្រីរបស់អ៊ីស្រាអែលបានឲ្យដឹងថាផែនការដែលរៀបចំឡើងមកនេះគឺធ្វើឡើងដោយក្រុមម៉ូសាដបានរៀបចំអស់រយៈពេលជាច្រើនឆ្នាំមកហើយគឺមានផែនការរៀបចំជាច្រើនឆ្នាំមកហើយក៏ប៉ុន្តែទើបតែរយៈពេលប្រមាណខែចុងក្រោយតែប៉ុណ្ណោះដែលពួកគេខិតខំពន្លឿនធ្វើយ៉ាងម៉េចឲ្យសម្រេចបានកិច្ចការនោះ
ហើយមានការតម្រូវឲ្យមានមន្ត្រីអ្នកចូលរួមភ្នាក់ងារដែលចូលរួមពាក់ព័ន្ធនឹងមានភាពក្លាហានហើយមានការបដិញ្ញាចិត្តហើយថែមទាំងចេះកលយុគក្នុងការកុហកក្នុងការបំភាន់ដានមិនឲ្យសត្រូវដឹងផងដែរដំណាក់កាលចុងក្រោយនៃការរៀបចំត្រូវបានលាតត្រដាងសូម្បីតែចំពេលការចរចានុយក្លេអ៊ែររបស់អាមេរិកឡើងវិញជាមួយនឹងអ៊ីរ៉ង់ហើយមានពាក់ព័ន្ធនៅភ្នាក់ងារ Mossad ដែលបានសុកចិត្តរត់ពន្ធអាវុធពិសេសក្នុងបរិមាណដ៏ច្រើនចូលទៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីដាក់ពង្រាយនៅទូទាំងប្រទេសហើយចាប់ផ្ដើមយកឈ្មោះទៅដល់គោលដៅដែលបានកំណត់អញ្ចឹងគឺក្រុមចារកម្មរបស់អ៊ីស្រាអែលមានភាពក្លាហានហ៊ានដឹកអាវុធដែលមានគ្រាប់រំសេវជាច្រើនចូលទៅក្នុងទឹកដីរបស់អ៊ីរ៉ង់ដើម្បីយកទៅដាក់នៅគោលដៅសម្រាប់បើកការវាយប្រហារហើយគោលដៅទាំងអស់នោះសុទ្ធតែជាគោលដៅយោធាដ៏រសើបដូច្នេះការសម្លាប់ក្នុងពេលដំណើរគ្នានៃអិសរាជជនសំខាន់និងមេដឹកនាំជាច្រើនហាក់ដូចជាបង្ហាញពីអសមត្ថភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់អ៊ីរ៉ង់ក្នុងការការពារមេដឹកនាំយោធារបស់ខ្លួននិងស្ថាប័នវិទ្យាសាស្ត្ររបស់ខ្លួនពីសត្រូវដែលគេដឹងជាយូរមកហើយថាមានចេតនាសម្ងាត់នៅក្នុងការតាមសម្លាប់អ្នកទាំងអស់នោះអស់រយៈពេលជាច្រើនឆ្នាំក្រោយពីការវាយប្រហារកាលពីថ្ងៃសុក្រហើយអ៊ីស្រាអែលបានប្រមានថាប្រតិបត្តិការនៅក្នុងការកាត់ក្បាលមេដឹកនាំនៃក្រុមដឹកនាំនៅក្នុងទីក្រុងតេហឺរ៉ង់របស់ប្រទេសអ៊ីរ៉ង់គឺទើបតែចាប់ផ្ដើមទេដូច្នេះមានន័យថាអ៊ីស្រាអែលមានគោលបំណងកាត់ផ្ដាច់ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់បន្ថែមទៀតដូច្នេះហើយបានជាក្រោយពីការសម្លាប់មេដឹកនាំសំខាន់នៅក្នុងជួរយោធានោះគឺក្រុម Mossad បានចាត់វិធានការដ៏ក្លាហានមួយដោយបញ្ជូនលិខិតទៅដល់មន្ត្រីដែលនៅលំដាប់បន្ទាប់ដែលពួកគេយល់ថាអាចនឹងឡើងមកកាន់តំណែងជំនួសមេទ័ពដែលស្រាប់គឺក្នុងករណីខ្លះគេយកលិខិតនោះទៅដោះផ្ទះតែម្ដងដាក់រុញចូលតាមក្រោមទ្វារអ្នកនោះគ្រាន់តែបើកទ្វារមកឃើញលិខិតនោះតែម្ដងបញ្ជាក់ថាយើងដឹងថាអ្នកឯងនៅទីណាអ្នកឯងកំពុងធ្វើអ្វីអ្នកឯងនឹងត្រូវបានការងារអ្វីជាបន្តទៀតហើយយើងតាមគ្រាន់មើលអ្នកឯងហើយក្នុងករណីខ្លះគឺក្រុមចារកម្មរបស់អ៊ីស្រាអែលហ្នឹងគឺទេលេហ្វូនទៅតែម្ដងទេលេហ្វូនទៅប្រពន្ធរបស់មេទ័ពទាំងអស់ហ្នឹងប្រាប់ថាសូម្បីតែប្រពន្ធរបស់អ្នកឯងកូនរបស់អ្នកឯងក៏យើងដឹងយើងមានលេខទូរស័ព្ទដូច្នេះសូមប្រយ័ត្នប្រយែងនេះគឺជាផែនការមួយនៅក្នុងការបំបាក់ស្មារតីក្រុមមេដឹកនាំយោធារបស់អ៊ីរ៉ង់ក្រុមមន្ត្រីបាននិយាយថាប្រតិបត្តិការលុបបំបាត់ដោយដែលមន្ត្រីអ៊ីស្រាអែលម្នាក់បានពណ៌នាអំពីរលកដំបងនៃការវាយប្រហារកាលពីថ្ងៃសុក្រគឺជាទស្សនវិជ្ជាមួយនៃទូនាទីរបស់ក្រុម Mossad ក្នុងការធ្វើប្រតិបត្តិការ Rising Lions ទីភ្នាក់ងារនេះបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងកងកម្លាំងការពាររបស់អ៊ីស្រាអែលដើម្បីប្រមូលឯកសារស្ដីពីតួលេខមេដឹកនាំសំខាន់របស់អ៊ីរ៉ង់រួមទាំងទីតាំងលេនដ្ឋាននិងលំនៅឋានរបស់អ្នកទាំងនោះផងដែរមន្ត្រីសន្តិសុខទី2របស់អ៊ីស្រាអែលបាននិយាយថាថ្មីនេះកងកម្ម៉ង់ដូរបស់ក្រុម Mossad បានចាប់ផ្ដើមដាក់ពង្រាយអាវុធដែលមានបំពាក់ GPS ដោយនាំផ្លូវជាក់លាក់នៅក្នុងតំបន់នោះដោយចំហគឺនៅជិតទីតាំងមីស៊ីលពីដីទៅអាកាសរបស់អ៊ីរ៉ង់ដើម្បីវាយកំទេចសមត្ថភាពប្រឆាំងនឹងយន្តហោះរបស់អ៊ីរ៉ង់នៅពេលព្រឹកព្រលឹម